នេះគឺជាបេសកកម្មដ៏រករាក់បំផុតរបស់ខ្ញុំក្នុងការស្វែងរកប្រាសាទបាក់បែកនៅតាមជើងភ្នំជីសូដោយបានដាច់បាយនិងពង្រឹងផ្លូវជាដើមចង់ដឹងថាបេសកកម្មរបស់ខ្ញុំជោគជ័យឬអត់បាទកុំភ្លេចតាមដានទស្សនាវីដេអូទាំងអស់គ្នាចាប់ផ្ដើមឡើងពីកំណត់ដ៏ឈួតឡប់មួយដោយពេលនោះខ្ញុំកំពុងតែជិះម៉ូតូចេញពីតកែវទៅភ្នំពេញសុកហ្នឹងក៏ស្រាប់តែនឹកឃើញថាចុះបើយើងឈៀងចូលទៅលេងភ្នំជីសូមួយផ្លែទៅយើងមិនបានមកវីដេអូទៀតទេក៏ប៉ុន្តែដោយសារតែខ្ញុំចូលទៅភ្នំជីសូហ្នឹងវាញឹកញាប់ទៅហើយអញ្ចឹងវាថតទៀតដូចជាតតែអញ្ចឹងក៏ខ្ញុំនឹកឃើញថាចុះបើយើងអត់ទៅលេងភ្នំជីសូហើយយើងទៅលេងក្រោមភ្នំជីសូវិញយ៉ាងម៉េចដែរព្រោះថាយើងមើលឃើញប្រាសាទបាក់បែកហ្នឹងដូចតំណងដែរដូចមើលទៅរៀងស្អាតដែរអញ្ចឹងណាអញ្ចឹងក៏ខ្ញុំនឹកឃើញថាបែកកំណត់អញ្ចឹងតទៅលេងអាប្រាសាទខាងក្រោមភ្នំជីសូហ្នឹងតែមកទៅហ្នឹងតែខ្លួនឯងគ្មានស្អីសោះក្នុងខ្លួនហ្នឹងសំបីតែម៉ែបសំបីតែបាយហ្នឹងមិនទាន់បានស៊ីទៀតតែគិតថានៅក្រោមភ្នំជីសូហ្នឹងប្រហែលជាផ្លូវស្រួលហើយក៏ដូចជាជីមួយផ្លែតអីទៅដល់ហើយយើងលេងមួយផ្លែតហើយចាំចេញមកវិញយើងញ៉ាំអីហើយត្រឡប់មកវិញយកហ្មងហើយបងប្អូនបាទជាឆ្ងល់ថាចុះខ្ញុំអត់មានម៉ែបផងហើយខ្ញុំក៏អត់ស្គាល់ទៀតតែខ្ញុំទៅដល់របៀបណាបាទច្បាស់ណាស់គឺខ្ញុំសួរអ្នកភូមិនៅហ្នឹងថាតើប្រាសាទហ្នឹងនៅណាហើយក៏ប្រាប់ផ្លូវខ្ញុំទៅខ្ញុំចេះជីតាមគេទៅបត់ឆ្វេងបត់ស្ដាំអីហ្នឹងបាទទៅហើយរឿងមួយដែលខ្ញុំនឹកស្មានម្ដងនោះគឺខ្ញុំបត់ឆ្វេងបត់ស្ដាំចុះឡើងបានមកដល់ភូមិមួយដែលខ្ញុំធ្លាប់វែងការមុនអ្នកនរគ្នាកាលពីពេលដែលខ្ញុំចង់ទៅលេងនៅភ្នំច្បាប់ការមុនក៏ធ្លាប់បានវែងចូលក្នុងភូមិហ្នឹងដែរអ្នកចាំអត់បាទកាលហ្នឹងសួរគេឡើងចង់ឈួតដែរណាតំណមរកផ្លូវចេញឃើញបាទឥឡូវនេះចូលដល់ភូមិហ្នឹងទៀតហើយប៉ុន្តែលើកនេះគោដៅផ្សេងគ្នាជាមើលតែខ្ញុំអាចទៅរកគោដៅហ្នឹងឃើញអត់ហើយក៏ចូលមកដល់ភូមិហ្នឹងភ្លាមអារម្មណ៍របស់ខ្ញុំចាប់ផ្ដើមនឹកទៀតហើយយ៉ាងផ្សេងវែងទៀតដែរប៉ុន្តែចង់ក្រោយវែងមែនអ្នកនរនេះជីតាមផ្លូវធំរហូតដល់ផ្លូវតូចឥឡូវរហូតដល់ផ្លូវបែកជាពីរមិនដឹងទៅឆ្វេងក៏ទៅស្ដាំហើយបាទជំរឿចង់ក្រោយមានបកក្រោយទៅសួរអ្នកភូមិទៀតហើយបាទអ្នកនរនេះភ្នំជីសូតែឥឡូវយើងពងវែងតែដល់ដីអាយអីអូយបងអើយសុំមួយអាផ្លូវបាទបន្ទាប់ពីសួរគាត់ហើយគាត់ឲ្យយើងជិះតាមផ្លូវហ្នឹងត្រូវហើយបាទគាត់យើងបត់ស្ដាំណាកន្លែងផ្លូវបែកជាពីរហ្នឹងមកហើយចាក់ទៅរហូតទៅបាទដល់ហើយតែមានដល់ណាជិះយូរទៅចេះយូរទៅចេះឆ្ងាយទៅហើយផ្លូវចេះតូចទៅជិះយូរមានអារម្មណ៍ថាជិះដូចជិះចូលព្រៃហ្មងបាទហើយផ្លូវគ្មានណាគេជិះនេះផ្លូវឡើងស្ងាត់ជ្រាបអានេះផ្លូវគេទៅធ្វើស្រែធ្វើប្រាំងធ្វើអីរបស់គេហ្នឹងណាប៉ុន្តែយើងជិះទៅដើរលេងឯណាអត់ហើយសំខាន់ជិះកដាថ្ងៃម៉ោង12ថ្ងៃត្រង់ទៀតនេះហើយអត់ទាន់បានបាយទឹកអីមួយម៉ាត់ទេចូលពោះនេះគឺតទេឡតែម្ដងហើយចេះនឹកក្នុងចិត្តណាជិះម៉ូតូខូចតាមផ្លូវឯងនឹងធ្វើមិនទេគ្មានជាគ្មានអីណាទេហើយជិះរុកព្រៃសុខសាន្តហើយខ្លាចម៉ូតូខូចហ្នឹងមកជុំឯងងុំខ្លាចខ្មោចតែម្ដងនេះហើយជិះព្រៃស្ងាត់តែឯងចេះណាមានគ្នាពីរនាក់ជិះម៉ោម្នាក់អីអាយដល់ទេលើសំសួរបងប្អូនអ្នកនៅតកែវិញមានដែរស្គាល់ជីផ្លូវនេះអត់ហើយផ្លូវហ្នឹងចាក់ទៅដល់ប្រាសាទមែនអត់នេះព្រោះថានៅក្នុងវីដេអូនេះគឺខ្ញុំជិះអត់ដល់ទេអ្នកនរនេះជីបានធំប្រហែលជាថាពាក់កណ្ដាលចុះព្រោះជីយូរទៅវាមានអារម្មណ៍យូរទៅហើយទៅដល់កន្លែងនោះគឺផ្លូវអស់ផ្លូវជីហើយនេះវាអស់ផ្លូវស្រួលជីហើយមានអារម្មណ៍មកសូវស្រួលដែរក៏បកត្រឡប់មកវិញតែម្ដងទៅបើសម្រាប់ខ្ញុំហ្មងគឺអត់សូវអីតែអ្នកក្រោយរបស់ខ្ញុំអ្នកស្រីហ្នឹងគឺគាត់មនុស្សកំពូលខ្លាចខ្មោចហើយនេះក៏ជីចូលព្រៃនឹងបានមិនតិចចាប់ដើរឲ្យបកក្រោយទៅវិញទៅអីហើយយ៉ាងនេះចិត្តតែលួងលោបលួងឲ្យបានទៅឆ្ងាយទៅព្រោះថាមកដល់ហើយចង់ទៅឃើញប្រាសាទហ្នឹងផ្ទាល់ភ្នែកប៉ុន្តែជីទៅអ្នកនៅឃើញស្រាប់ផ្លូវដល់កផ្លូវចាប់យើងយកហ្មងមានអារម្មណ៍ថាវាអត់គួរឲ្យជិះផ្លូវហ្នឹងនេះក៏ខ្ញុំឡើងអាតួនេះភ្លាមគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាពិចារណាឡើងវិញថាខ្ញុំគួរទៅឬអត់នេះមើលទៅមុខទៀតមើលផ្លូវឡើងឃើញហ្នឹងហើយមិនដឹងថាទៅមុខទៅឆ្ងាយកម្រិតណាទៀតហើយអត់តបានញ៉ាំបាយផងខ្លាចព្រោះវែងនៅហ្នឹងទៅដាច់បាយទៀតចប់ក្រោយតែផ្លូវនេះបើសម្រាប់អ្នកជិះម៉ូតូចូលចិត្ត off road ចូលចិត្តជិះកាត់ព្រៃអីត្រូវហ្មងអែមហ្មងវាចេញមករបៀប adventure ប៉ិតហ្មងបាទហ្នឹងមកដល់គឺអត់មាននិយាយអីទេមើលទៅមុខគ្នាដឹងហ្មងថា no អូខេអញ្ចឹងវីដេអូ comment តែប៉ុណ្្នឹងទេហើយខ្ញុំចង់សួរអ្នកនរនេះដែរបើសិនជាស្គាល់ផ្លូវទៅប្រាសាទហ្នឹងក៏អាចជួយប្រាប់ខ្ញុំផងបាទ location ក្នុង comment មកចាំមើលមានឱកាសខុសខ្ញុំទៅដល់ប្រាសាទហ្នឹងបាទអញ្ចឹងអរគុណអ្នកនរនេះដែលបានតាមដានទស្សនាវីដេអូ comment តែប៉ុណ្្នឹងទេហើយកុំភ្លេចជួយ follow page របស់ខ្ញុំម្នាក់ផងបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយវិញ